ចិត្តគិតរឿងអ្វីហើយកើតទុកភ័យខ្លាចគប្បីរលឹកដឹងចិត្តនោះឯងគឺជាចិត្តដែរតើរឿងនោះមិនមានដោយបរមត្តឡើយមានតែចិត្តគិតប៉ុណ្ណោះទាំងដែលចិត្តគិតនោះក៏មិនមានអ្វីសម្រាប់ឲ្យទាស់ឬប្រទុះនោះដែរទាំងមិនចាំបាច់រកចិត្តធម៌រកចិត្តដតីអ្វីផ្សេងឡើយអ្នកកញ្ចេលោកេឧបាទិយតិមិនប្រកាន់អ្វីតិចតួចក្នុងលោកទោះទៅទីណាក៏ដោយឲ្យតែប្រកាន់ដោយអនត្តានុត្តតិគឺនៅតែខ្វល់នឹងខ្លួនឯងគ្រាន់តែថាបើមិនជំពាក់តេតិននឹងអ្វីច្រើនទេក៏មិនសូវខ្វល់ខ្វាយកើតទុកអ្វីច្រើនដែរនេខមៈសុខៈចម្រើនសតិប្បដ្ឋានរឿងទាំងអស់មិនមានដោយបរមត្តទេមានតែចិត្តគិតរឿងប៉ុណ្ណោះទាំងដែលចិត្តនោះមិនមែនជាអនត្តាខ្លួនយើងឡើយនេះគឺជាសេចក្តីអស្ចារ្យនៃព្រះសទ្ធម្មដែលគួរបដិបត្តិនៅម្នាក់ឯងឲ្យប្រយ័ត្នអបសក់នៅជាមួយអ្នកស្រុកឲ្យប្រយ័ត្នកូវីដចាត់តាល័យស័កពីអាទិត្យទាំងអប់រំចិត្តស្ថិតក្នុងកម្មដ្ឋានព្រះធម៌ចង្អុលផ្លូវអ្នកដែលទៅគឺជាយើងវិរិយៈទុកដូចជើងប្រឹងដើរឡើងលោកុត្តរៈស្រឡាញ់អាត្មារក្សាចិត្តកុំសង្ឃឹមពិតស្និទ្ធគៀកកើយអ្វីទៀងរហូតគឺគ្មានឡើយឈ្មោះអមតៈត្រើយសុខហើយទៀងលះបង់អាល័យបីដូចទឹកធ្លាក់ដួងចិត្តត្រជាក់អណោតស្រះមិនជាប់នឹងអ្វីបីដូចអាកាសហូរធ្លាក់ចូលស្រះគឺព្រះនិព្វានគុណបុណ្យត្រូវតបស្នងគេឆ្កងសងអភ័យខ្លួនយើងត្រូវលោកលៃលះអាល័យមិនត្រឡប់អ្វីដែលគួរឲ្យខ្លាចជាងអំណាចរោគសពគ្រប់គឺជាការជំពាក់ជាប់មិនប្រកាន់ទ្រព្យរបស់អញអនត្តានុត្តតិអត់សតិកើតកំណាញ់គិតតែពីខ្លួនអញស្អប់ស្រឡាញ់បាញ់សម្លាប់បញ្ចក្ខន្ធអនត្តាសក់ខ្លឹមសារគឺមិនចាប់លះចោលយ៉ាងប្រញាប់ទៅបានឆាប់ថ្វាយវន្តាបង្គំព្រះសម្ពុទ្ធស្ដេចយាងផុតចាកភពមាវិសាខបូជាព្រះបាទាដង្ហែតាមធំធាត់បានរស់ពីព្រោះទឹកដោះកុំខូចខ្លួនអស់ព្រោះទឹកស្រវឹងបានលៀបបានយុះព្រោះហេតុចេះដឹងកុំស្លាប់ខ្លួនឈឹងស្រវឹងលៀបយុះពេលវេលាបានប្រាប់យើងអំពីតម្លៃនៃជីវិតគឺយើងបានលះបង់អ្វីដើម្បីជីវិតច្រើនណាស់ធ្វើការងារដើម្បីជីវិតថ្លៃបរិភោគស្លៀកពាក់ថ្លៃផ្ទះសម្បែងថ្លៃទឹកថ្លៃភ្លើងថ្លៃថ្នាំថ្លៃពេទ្យថ្លៃគ្រឿងប្រើប្រាស់ផ្សេងជាច្រើនមុខសុទ្ធតែថ្លៃដូចជាមាសពេជ្រកែវកងថ្លៃរថយន្តថ្លៃសាំងថ្លៃទូរស័ព្ទថ្លៃប្រើប្រាស់ទូរស័ព្ទជាដើមនៅរឿងខំប្រឹងរកលៀបរកយុះរកការសប្បាយរកដៃគូដើរហើរកំសាន្តឡាក់ទាំងអស់នេះសុទ្ធតែដើម្បីជីវិតទាំងអស់ទាំងតួជីវិតកាត់ថ្លៃមិនបានជីវិតនេះក៏មិនបានប្រាប់យើងអំពីតម្លៃនៃពេលវេលាវិញដែរពោលគឺប្រាប់យើងឲ្យចេះប្រើពេលវេលាឲ្យមានប្រយោជន៍ជាទីបំផុតព្រោះតម្លៃនៃពេលវេលាដែលយើងជួលប្រើក្នុងមួយថ្ងៃស្មើនឹងតម្លៃនៃជីវិតមួយថ្ងៃដែរថ្លៃណាស់ទើបមិនគួរខ្ជះខ្ជាយពេលវេលាឡើយ
កិលេសមាក្នុងចិត្តសាងរឿងសាងបុគ្គលឲ្យយើងវង្វេងប្រកាន់ខ្វល់យើងតែងគិតប្រកាន់ថាអ្នកដតីធ្វើនៅអំពើមិនគួរគប្បីដល់យើងតើអ្នកដតីមានដោយបរមត្តដែរទេបើអ្វីៗទាំងអស់ក្នុងលោកមិនត្រឹមតែផលនៃបច្ច័យប៉ុណ្ណោះដោយបរមត្ថសច្ចៈអ្នកដតីនោះគឺកិលេសមាក្នុងចិត្តយើងសាងឡើងពោលគឺមានត្រឹមតែចិត្តគិតប៉ុណ្ណោះធ្វើការលំបាកតែអត់ការធ្វើលំបាកជាងដូច្នេះយើងគួរធ្វើការដែលប្រះចាកទោសលំបាកម្ដេចម្ដាយើងមិនមានបាបកម្មពីវេរាបើបានការងារពេញចិត្តទៀតគឺជាសុខធ្វើការដោយពេញចិត្តមានសេចក្តីសុខពេញចិត្តនឹងធ្វើការបានផលសម្រេចពេលវេលាបាននាំយកមនុស្សសំខាន់ព្រមទាំងរឿងល្អឲ្យឃ្លាតចាកផុតអំពីជីវិតរបស់យើងទៅប៉ុន្តែពេលវេលាមិនបាននាំយកអ្វីទាំងនោះឲ្យបាត់អំពីការចងចាំរបស់យើងឡើយខ្ញុំសូមចងចាំនៅសកម្មភាពដ៏រីករាយជ្រះថ្លាប្រកបដោយមនោសញ្ចេតនាបវរត្រជាក់មនោរម្យនៃដំណើរធម្មយាត្រារបស់ពុទ្ធបរិស័ទយើងគ្រប់គ្រាទុកជាឧបនិស្ស័យនៃការផុតទុក្ខកង្វល់គ្រប់យ៉ាងអ្វីដោះស្រាយបានក៏ដោះស្រាយដោយកុសលចិត្តតាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃបច្ច័យ4ជាដើមអ្វីដោះស្រាយមិនបានគឺត្រូវទទួលដោយសតិមានចរិយាព្យាធិជាដើម